សាន់សិតចង់ខនិឆ្នាពីបានភ័យផ្លានិយមបានទៅមើលនៅលើភ្នំបាក់ខែអ្នកនរគ្នាសំខាន់គឺញករំពឹងថាមានភ្ញៀវទេសចរគាត់មកទស្សនាច្រើននៅថ្នាក់នេះទេពួកខ្ញុំចាប់ផ្ដើមឡើងលើភ្នំនោះប្រហែលជាខ្ទង់ម៉ោង7:04អ្នកនរគ្នាមានមនុស្សទៅមួយដែរអញ្ចឹងតែពេលប្រហែលជា15នាទីហើយនឹងពួកខ្ញុំឡើងទៅដល់ហើយអ្នកនរគ្នាហើយបើសិនជាឡើងអ្នកនរគ្នាកុំភ្លេចចូលតុទៅញ៉ាំផងឲ្យលោសេអញ្ចឹងហើយរឿងមួយដែលខ្ញុំស្រឡាញ់ពីភ្នំបាក់ខែនេះដែរគឺក្រៅពីសាន់សិតគឺយើងអាចឃើញប្រាសាទអង្គរវត្តដែលផុសចេញពីកណ្ដាលព្រៃអ្នកនរគ្នាស្អាតខ្លាំងមែនទែនដូចក្នុងរឿងព្រេងអញ្ចឹងដោយសារពួកខ្ញុំមករៀងលឿនអញ្ចឹងទៅក៏អង្គុយញ៉ាំអីតិចតួចដែលពួកខ្ញុំបានទិញពីខាងក្រោមមកហើយថ្ងៃក៏ចាប់តាមរះមនុស្សក៏ចាប់តាមមកប្រើអ្នកនរគ្នាហើយខ្ញុំសាច់ចេញអ្នកនរគ្នាមករៀងលឿនទៅដើម្បីអង្គុយកន្លែងមើល sunset បានស្អាតចឹងពេលថ្ងៃចាប់តាមរះហ្នឹងភ្ញៀវទេសចរកាន់តែមកច្រើនទៅអ្នកនរគ្នាខ្ញុំរំពឹងថាមានមនុស្សច្រើននៅថ្នាក់ហ្នឹងទេដោយសារតែប្រទេសយើងគឺតាមតែចាប់សង្គ្រាមមកពេលឃើញចឹងទៅគឺខ្ញុំសប្បាយចិត្តខ្លាំងមែនតើហ្មងហើយនេះគឺជាលើកទី2ដែលខ្ញុំមកមើល sunset នៅភ្នំបាក់ខែអ្នកនរគ្នាលើកទី1ហ្នឹងខ្ញុំមកមើលនៅឆ្នាំ2023តែលើកនេះគឺរៀងប្លែកតិចគឺខ្ញុំមកមើលចុងក្រោយនៃឆ្នាំ2025ម្ដងហើយក៏ជា sunset ដែលមួយដែលខ្ញុំស្រឡាញ់ដែរអ្នកនរគ្នាស្អាតខ្លាំងហ្មងចឹងអ្នកនរគ្នាមានផ្លែទៅស៊ីវាហើយចង់មើល sunset ដែលស្អាតភ្នំបាក់ខែក៏ជា best spot មួយដែរដោយសារអ្នកនរគ្នាអាចឃើញប្រាសាទអង្គរវត្តពីលើកំពូលភ្នំហ្មងចឹងឡុកនេះដែរគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ